3 ចំណុចដើម្បី trade ទទួលផលល្អដោយ KOT Community ខ្ញុំសូមចែករំលែកគោលការណ៍សំខាន់ៗចំនួន3ដែលអ្នកអាចយកទៅអនុវត្តក្នុងការ trade ជួញដូរដើម្បីទទួលបានផលល្អវិជ្ជមាន 1. គ្រប់គ្រងហានិភ័យ Risk Management នេះជាចំណុចសំខាន់បំផុតសម្រាប់អ្នកជួញដូរដែលជោគជ័យកុំដាក់ទុនច្រើនពេកក្នុងមួយប្រតិបត្តិការគួរកំណត់ឲ្យបានច្បាស់ថាក្នុងមួយប្រតិបត្តិការអ្នកអាចខាតបង់អតិបរមាប៉ុន្មានភាគរយនៃដើមទុនសរុបឧទាហរណ៍ 1 ទៅ 2% ប៉ុណ្ណោះប្រើ stop loss ជានិច្ចការកំណត់ការខាតបង់ដោយស្វ័យប្រវត្តិនិងការពារអ្នកពីការប្រែប្រួលទីផ្សារខ្លាំងភ្លាមៗនិងការពារមិនឲ្យខាតបង់ធ្ងន់ធ្ងរ 2. មានផែនការជួញដូរនិងវិន័យ Trading Plan and Discipline ការជួញដូរដោយគ្មានផែនការគឺដូចជាការភ្នាល់កំណត់ច្បាប់ឲ្យបានច្បាស់តើពេលណាត្រូវចូលតើពេលណាត្រូវចេញតើចំណេញប៉ុន្មានទើបដក Take Profit តើខាតប៉ុន្មានទើបកាត់ចោល Stop Loss ប្រកាន់ខ្ជាប់នៅផែនការគុំសម្រេចចិត្តតាមអារម្មណ៍ភ័យខ្លាចឬលោភលន់នៅពេលដែលផែនការត្រូវបានដំណើរការរួចហើយចូលភឿតាមវាដោយវិន័យ 3. រៀនសូត្រពីទីផ្សារនិងចិត្តវិទ្យា Market and Psychology ទីផ្សារតែងតែប្រែប្រួលនិងអារម្មណ៍របស់អ្នកជាសត្រូវនឹងប្រាក់ចំណេញរបស់អ្នកតាមដានព័ត៌មាននិងនិន្នាការសិក្សាពីកត្តាម៉ាក្រូសេដ្ឋកិច្ចព័ត៌មានក្រុមហ៊ុនឬនិន្នាការទីផ្សារដែលអ្នកកំពុងជួញដូរគ្រប់គ្រងអារម្មណ៍កុំប្រញាប់តាមទាន់គេ FOMO ពេលឃើញតម្លៃឡើងនិងកុំភ័យលូកចោលពេលតម្លៃធ្លាក់បន្តិចបន្តួចចិត្តត្រជាក់នឹងជួយឲ្យអ្នកឃើញឱកាសច្បាស់ជាងមុនសរុបមកជោគជ័យក្នុងការ trade មិនមែនកើតឡើងពីការទស្សន័យត្រូវគ្រប់លើកនោះទេប៉ុន្តែកើតចេញពីការគ្រប់គ្រងហានិភ័យបានល្អការមានផែនការនិងវិន័យនិងការស្វែងយល់ពីចិត្តវិទ្យាទីផ្សារសូមចុច follow ដើម្បីទទួលបានចំណេះដឹងពីការ trade